សួស្តីអ្នកនរគ្នាជួបមួយខ្ញុំទៀតហើយហើយថ្ងៃនេះខ្ញុំនឹងបាយអ្នកនរគ្នាតទៅនឹងការ set up ទៅលើ DHCP server អញ្ចឹងកុំឲ្យខាតពេលយូរយើងធ្វើការ install DHCP server សិនបើសិនជាយើងអត់ទាន់មាន DHCP server ទេយើងព្យាយាម install DHCP server DHCP របស់ខ្ញុំបានតឡើងហើយអញ្ចឹងវានឹងចេញបែបនេះអញ្ចឹងបើអ្នកទាំងអស់គ្នាមិនតឡើងទេយើងតឡើងមកអញ្ចឹងឥឡូវយើងចូលទៅដល់ការ set up វាជាប្រភេទ static ដោយសារ DHCP យើងអាចដាក់វាជា dynamic បានទេអញ្ចឹងយើងធ្វើការចូលទៅកាន់វាវគ្គរបស់យើងអូខេអញ្ចឹងយើងចូលកន្លែងត្រង់នេះរកពាក្យ setting មកហើយតោះមកយើងចុចពាក្យកន្លែង network កន្លែងនេះមិនអត់ពាក្យកន្លែងនេះមកហើយយើងយក IPv4 ហើយកន្លែងនេះយើងរើសយក menu ហើយយើងដាក់ IP address ដែលយើងចង់ដាក់ទៅយើងដាក់ 192.168.0.1 ហើយអានបន្តទៀត network ខ្ញុំដាក់ 255.255.255.0 ពេល gateway យើងដាក់ទៅខ្ញុំដាក់ 192.168.0.1 អូខេហើយកន្លែងនេះយើងអាចដាក់ IP របស់យើងតិចបានទៀតណាហើយកន្លែងនេះ DNS យើងដាក់ 8.8.8 អូខេអញ្ចឹងយើង apply វាទៅហើយបន្ទាប់មកយើងចូលទៅកាន់ terminal របស់យើងអូខេជប់សុំធ្វើការ print តិចអានេះយើងវាយពា VIM etc DHCP/DHCPD.com អូខេចេញមកយើងចូលទៅ root ចឹងសិនហើយវាជាប់អីមិនសូវ smooth ចឹងយើង VIM etc DHCP/DHCPD.com អូខេណាចឹងយើងឃើញហើយចឹងបើវិញហ្នឹងហើយយើង copy អានេះមកនេះយើងចង់បាន sample វាចឹងណា control C អូខេអញ្ចឹងយើងចាក់ចេញពីអាហ្នឹងមកហើយយើង copy អាហ្នឹង copy អា sample ហ្នឹងទៅកុំអត់ទេណាចូល copy អញ្ចឹងខ្ញុំ type ដល់ណាshare dot DHCP server DHCPD.com example 2 TCT DHCP/DHCPD.com អូខេខុសប្រយហើយយើង copy វាហើយយើង yes មកអូខេអញ្ចឹងអូខេis it DHCPD.com អូខេពីត្រង់នេះទៅអូខេចូលនេះដូចចំណាយពេលទៅយើងអ្នកនរគ្នាអូខេចឹងយើងលុបហើយណាអូខេអញ្ចឹងចង់បញ្យល់អ្នកនរគ្នាតិចថាកន្លែងនេះគឺជា global configuration ណាចឹងយើងកន្លែង config ហ្នឹងវាកុំឲ្យវា affect ទៅកាន់អីផ្សេងទៀតចឹងកន្លែង DNS នេះយើង open វាមកហើយកន្លែងនេះយើងដាក់ NaN ក៏បានដែរតែយើងមើលយើងដាក់ NaN ក៏បានឬក៏យើងដាក់ interim
inter ram ក៏បានដែរហ្នឹងនៅខាងក្រោមនេះម្ដងអូខេជួបខ្ញុំលុបបន្តិចសិនយ៉ាអូខេអញ្ចឹងយើងដាក់subnet 192.168.0.0 ទៅកាន់ net mask 255.255.255.0 អូខេអញ្ចឹងកន្លែងនេះយើងដាក់ range ឲ្យវា range ពីប៉ុណ្ណាទៅប៉ុណ្ណាអញ្ចឹងណាអញ្ចឹងខ្ញុំដាក់ពី 192.168.0.31 ទៅ 192.168.0.254 អូខេកន្លែងនេះoption ម្ដង option ជាប្រភេទsubnet mask 255.255.255.0 option ហើយអញ្ចឹងកន្លែងនេះ off router ម្ដង router របស់ខ្ញុំដាក់ 192.168.0.1 អូខេហើយទៀត option ទៀត option ខ្ញុំ domain name ម្ដងខ្ញុំដាក់ net ចា net.com យើងឲ្យរបស់យើង 8 ហើយយើងដាក់ default last time default តាមដាក់ 1200 sorry ហើយកន្លែងនេះ Mac អូខេអានឹងហើយយើងចេញមក system របស់យើងអញ្ចឹងដើមដល់ system enable DHCP D right អូខេអញ្ចឹងវា start system របស់យើងថាវាដល់អត់ system CTL start DHCPD oh my god ខអញ្ចឹងមិញកន្លែងខ្ញុំខមិញហ្នឹងណាចូលកន្លែងមកខ្ញុំខកកន្លែងនេះខ្ញុំអត់បានដាក់ S ហើយខ្ញុំ see option នេះso ខហើយខ្ញុំអត់បាន open អានេះវាស្អាតបើ open ទេវាអត់ដើរទេអញ្ចឹងឥឡូវ is okay ហើយគេហើយណាអញ្ចឹងឥឡូវយើងត្រូវការតែម្ដងដែលយើងចូលទៅកាន់ machine របស់យើងដោយសារតែខ្ញុំអត់អាចទៅ open វាបានពីបើយើងអញ្ចឹងទៅខ្ញុំធ្វើការយក local machine របស់យើងប្រើជាដំបូងដោយសារតែខ្ញុំប្រើ UTM អញ្ចឹងយើងចូលទៅកាន់ UTM សិនមកអូខេអញ្ចឹងយើងត្រូវតែបិទវាសិនណាអូខេអញ្ចឹងយើងធ្វើការចូលមកកាន់ setting យើងចុចកន្លែងនេះមកហើយយើងត្រូវការយក network ហើយយើងត្រូវមើលកន្លែង network mode នេះថាវាជាប្រភេទអីគេអញ្ចឹងយើងអាចយក share network បានដែរអានេះដោយសារតែវាប្រើ NAT អញ្ចឹងណាអញ្ចឹងយើងត្រូវការប្រើ bridge advanced ហ្នឹងអូខេហើយយើងចុច share វាមកបន្ទាប់មកយើងចូលទៅកាន់ network system របស់យើងអូខេអញ្ចឹងយើងចូលមកដល់ហ្នឹងហើយយើងចូល network ហើយយើងត្រូវយក Wi-Fi ឬក៏ Ethernet ផ្សេងៗបើតាមកុំព្យូទ័រអ្នកនរគ្នាអញ្ចឹងណាអញ្ចឹងយើងចូលមកដល់កន្លែង Wi-Fi នេះក៏យើងយកពី detail ហើយយើងមើលកន្លែង TCP IP នេះយើងមើលកន្លែងនេះថាវា using DHCP អញ្ចឹងអានេះអូខេអស់ណាយើងចុចពាក្យ renew DHCP list ហ្នឹងមកអូខេយើង apply វាមកហើយយើងធ្វើការចូលទៅtest លើ machine terminal របស់យើងអញ្ចឹងណាអញ្ចឹងយើងអាចទៅពាក្យ iconfig get i-file address internet 1 ហ្នឹងមកយើងនឹងឃើញ IP ដែលយើងបាន set ដោយសារតែយើង set ពីចន្លោះ 192.168.0.41 right ទៅ 192.168.0.254 អញ្ចឹងអានេះខ្ញុំដាក់វាអូតូអញ្ចឹងវាអត់បោះឲ្យតាមលេខរៀងទេអានោះអញ្ចឹងណាអញ្ចឹងឥឡូវ IP ដែលយើងបាន set ហ្នឹងគឺវាបោះមកហើយអូខេអញ្ចឹងកន្លែងនេះយើងបង្កើត host host បោះចឹងចុះអូខេនេះខ្ញុំដាក់ hardware ethernet ចុះហើយខ្ញុំចូលមើលនេះរបស់ខ្ញុំតែនេះកន្លែងនេះខ្ញុំ copy ហ្នឹងមកតោះមកខ្ញុំយកមកផាសនៅកន្លែងនេះ
ទេស្មីកន្លមួយមកតោះមកខ្ញុំដាក់ fix ខ្ញុំដាក់ IP fix តែត្រូវថាខ្ញុំដាក់ 192.168.0.45 ចឹងចាស់អូខេអញ្ចឹងមកខ្ញុំធ្វើការ reset stand restart DHCP D អូខេអញ្ចឹងឥឡូវនេះពេលខ្ញុំតេស្តនៅក្នុង terminal នេះហើយខ្ញុំចូលមកតេស្តក្នុងនេះវិញ IP sorry DHCP របស់យើងមាន router ដែលយើងបាន set up អត់ដូចជា 192.168.0.45 អញ្ចឹងយើងចូលមក network ក៏បាន Wi-Fi ក៏បានអញ្ចឹងយើងចូល network ហើយរក Wi-Fi detail ហើយយើងចូលមើលកន្លែងនេះវាយើងឃើញ IP ដែលវាបោះមកអញ្ចឹងមុនដំបូង IP របស់យើងវាជា 192.168.0.105 តាមចាំបានហើយនេះ subnet mask ដែលយើងដាក់ហើយនេះ router ដែលយើងបានកំណត់ yes នឹងមានន័យថាការ set up របស់យើង is okay ហើយ ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយ